នេះព្រឹកថ្ងៃទី29 ខែឧសភានេះក្រសួងមុខងារសាធារណៈនិងក្រសួងព័ត៌មានសហការរៀបចំសិក្ខាសាលាស្ដីពីការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងព័ត៌មានក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈសិក្ខាសាលានេះទទួលបានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមនេភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងទាំងពីរនិងមន្ទីរព័ត៌មានទាំង25រាជធានីខេត្តព្រមទាំងតាមប្រព័ន្ធអនឡាញក្នុងមតិស្វាគមន៍អង្គសិក្ខាសាលាឯកឧត្តមនេភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានជម្រាបជូនអង្គសិក្ខាសាលាថានៅឆ្នាំ2024-2025ក្រសួងព័ត៌មានមានបម្រែបម្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមានភាពទំនេរគ្មានបៀវត្សការស្ថិតនៅក្នុងក្របខ័ណ្ឌដើមនិងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខ័ណ្ឌចំនួន7រូបដោយមូលហេតុអវត្តមានការស្នើដោយស្ម័គ្រចិត្តនិងកត្តាបញ្ញត្តិផ្សេងទៀតឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមទៀតថាទោះបីជារយៈពេលជាង40ឆ្នាំមកនេះមុខងាររបស់ក្រសួងព័ត៌មានការប្រែប្រួលខ្លាំងក្រោមការវិវត្តបច្ចេកវិទ្យារបស់សង្គមដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀតនិងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់នៅគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានឲ្យធ្វើការសិក្សារៀបចំក្រសួងបានកែសម្រួលរចនាសម្ព័ន្ធបានឲ្យរៀបរយដោយផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់ក្រោមអភិក្រមពង្រឹងជាជាងពង្រីកនិងជីវភាពនៃប្រព័ន្ធទូអង្គតែមួយសម្ដៅប្រែក្លាយក្រសួងព័ត៌មានឲ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្មអន្តរសកម្មប្រសិទ្ធភាពនិងប្រសិទ្ធផលផ្អែកលើអភិក្រមថ្មីពិតលឿននិងទូលំទូលាយប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈក្រសួងព័ត៌មានបានវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុតនិងបានកំណត់មុខងារស្នូលនិងមុខងាររបស់ខ្លួនស្របតាមអនុសាសន៍នៃមន្ត្រីជំនាញនិងការចង្អុលបង្ហាញរបស់គណៈកម្មការកែតម្រង់រដ្ឋបាលសាធារណៈក្នុងនោះមុខងារទី1គឺដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានិងមុខងារទី2គឺដឹកនាំនិងសម្របសម្រួលកិច្ចការសាធារណៈជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្រោយពីវិភាគមុខងារចប់ក្រសួងព័ត៌មានបានរៀបចំឡើងវិញនៅសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានសម្ដៅដល់ការកែសម្រួលនិងបំពាក់បន្ថែមមុខងារភារកិច្ចឬរចនាសម្ព័ន្ធចាស់ដោយច្របាច់នាយកដ្ឋានមួយចំនួនរួមបញ្ចូលគ្នាឲ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យព័ត៌មានរបស់ខ្លួនដែលបានដាក់ចេញក្នុងនីតិកាលទី7នៃរដ្ឋសភាស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលឯកឧត្តមបានបញ្ជាក់បន្ថែមសូមជម្រាបថាសិក្ខាសាលានេះមានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួន2រូបរួមមាន 1. ការបង្ហាញពីដំណើរការនៃការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នដោយលោកជំទាវ ឈីវច្រារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិង 2. ការបង្ហាញពីការងារបំពេញគ្នាគាំទ្រគ្នានិងជំរុញការអនុវត្តការងាររួមគ្នាក្នុងក្របខ័ណ្ឌការកែតម្រង់និងពង្រីកអភិបាលកិច្ចដោយឯកឧត្តមយុបណារដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈរួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំងពីររូបឲ្យកាន់តែមានភាពស៊ីជម្រៅព្រមទាំងទទួលបាននៅគោលការណ៍ណែនាំនិងតម្រង់ទិសដៅដ៏ត្រឹមត្រូវពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពការអនុវត្តការកែតម្រង់រដ្ឋបាលសាធារណៈនៅក្នុងអធិការកិច្ចឲ្យកាន់តែប្រសើរបន្ថែមទៀតលើកក្រុមថា